គ្នាយើងទាំងអស់គ្នាដែរលួចខ្ជិលអត់ហើយសួរថាខ្ញុំនឹងដែរលួចខ្ជិលអត់ចុះហើយមិនបាយសួរអញ្ចឹងធម្មតាហ្មងកាត់ជាមនុស្សតែតែមានអារម្មណ៍ខ្ជិលហ្នឹងត្រូវអត់ថាអញ្ចឹងហីមែនបងមែនត្រូវអីអញ្ចឹងភាគច្រើនណាភាពខ្ជិលនឹងវាកើតចេញពីពីររបៀបទី1គឺស្ថានភាពខាងក្នុងទី2គឺស្ថានភាពខាងក្រៅអញ្ចឹងបើសិនជាយើងឆ្លុះបញ្ចាំងពីមូលហេតុគឺវាបែបនេះសោះក៏ពិតទៅទី1គឺគ្មានចំណងចិត្តជាមួយនឹងការងារមានន័យថាយើងទៅធ្វើការរាល់ថ្ងៃមិនថាធ្វើការឯគេឬក៏ធ្វើការឯខ្លួនឯងទេយើងមើលឃើញពីតម្លៃនៃការងារហ្នឹងទេអត់ដឹងថាការងារហ្នឹងយើងធ្វើដើម្បីអីគេទាំងគោលដៅចិត្តហើយនិងគោលដៅឆ្ងាយយើងដឹងថារាល់ថ្ងៃនេះយើងធ្វើការដើម្បីតែទទួលបានលុយសម្រាប់ប្រកួតគងខ្លួនឯងប្រកួតគងគ្រួសារប៉ុន្តែពេលខ្លះយើងសង្កត់ថាមើលអត់ដឹងទៀតថាខ្លួនឯងរាល់ថ្ងៃហ្នឹងធ្វើដើម្បីលុយឬក៏ធ្វើដើម្បីគោលដៅ long term អីចឹងទៅសង្កត់ថាអត់ចាប់អារម្មណ៍ពីគោលដៅទាំងពីរហ្នឹងទៀតក៏អាចថាបាននេះទៀតទៅពេលដែលការងារវាកាន់តែធ្វើឲ្យយើងអស់អារម្មណ៍ទៅជាមួយនឹងការងារអានេះឧទាហរណ៍ខ្ញុំជាក់ស្ដែងកន្លងពេលដែលខ្ញុំចិត្តចេញពីការងារចេញទៅធ្វើការងារឲ្យខ្លួនឯងជប់ធ្វើការងារអីគេខ្ញុំអាចនិយាយបានថាខ្ញុំបដោតជាមួយនឹងការងារដែលខ្ញុំត្រូវធ្វើខ្លួនឯងក៏អាចថាបាននេះគ្នាព្រោះពេលហ្នឹងខ្ញុំដឹងថាពេលដែលខ្ញុំចេញទៅខ្ញុំធ្វើមិនរកចំណូលខ្លួនឯងនឹងឲ្យបានចាយវាប្រចាំថ្ងៃឬក៏សម្រាប់ទ្រទ្រង់ខ្លួនឯងឲ្យវាមកគ្រប់គ្រាន់អីចឹងទៅអញ្ចឹងខ្ញុំព្យាយាមគិតមែនតើគិតរហូតដល់ពេលខ្លះអាចនឹងធ្លាក់អារម្មណ៍ធ្វើការឲ្យគេកន្លងពេលដែលយើងត្រូវខ្ចប់កិច្ចសន្យាយើងចេញទៅធ្វើការឲ្យខ្លួនឯងប្រហែលមួយខែឬក៏កន្លះខែអញ្ចឹងណាហើយមិនតាកតាខ្លួនឯងទេអាចមាននឹងកតាគេផ្សេងទៀតដែលអ្នកបរិយាកាសខាងក្រៅគេព្យាយាមជាអតិពលធ្វើឲ្យអារម្មណ៍របស់យើងនឹងវាឡើងចូលមានអារម្មណ៍ធ្វើការក៏អាចថាបានដូចគ្នាហើយចំពោះទី2វិញគឺភារកិច្ចធ្ងន់ពេកអញ្ចឹងដូចពីវីដេអូមុនដែរដែលខ្ញុំនិយាយថាធម្មតាយើងមានតែ skill ចំណេះដឹងអាចនិយាយបានថាយើងមានតែ10កម្រិតទេប៉ុន្តែយើងត្រូវទ្រង់ការងារ20ឬក៏30ឬក៏40កម្រិតអីចឹងទៅវាលើសឡើង10 20 30កម្រិតខុសគ្នាពីសមត្ថភាពរបស់យើងឆ្ងាយអញ្ចឹងណាអញ្ចឹងការងារដែលយើងរ៉ាប់រងហ្នឹងយើងមើលទៅមានអារម្មណ៍ថាធ្ងន់មែនតើហើយយើងវាពិបាកដោះស្រាយព្រោះធម្មតាកម្រិតរបស់គេនៅខាងនោះកម្រិតរបស់យើងនៅខាងក្រោមហ្នឹងគឺយើងពិបាកដោះស្រាយមែនតើហើយត្រូវជាមួយនឹងយើងអត់ចេះបែងចែកការងារកាត់វាចំណែកទូចទៀតឬក៏ការងារខ្លះវាអត់អាចឲ្យយើងកាត់ការងារហ្នឹងជាដុំទូចបានដែរសារតែការងារគេបញ្ញាប់ហើយគេតម្លាក់ឲ្យយើងនឹងអត់មើលពីសមត្ថភាពរបស់យើងថាយើងអាចទ្រទ្រង់ឬក៏ធ្វើរួចទេវាខុសពីសមត្ថភាពអញ្ចឹងណាចំណុចទី3គឺខ្វះខាតថាមពលគ្រប់គ្រាន់អញ្ចឹងថាមពលហ្នឹងគឺវាពាក់ព័ន្ធមែនតើជាមួយនឹងការបញ្ចេញសកម្មភាពឬក៏ការធ្វើសកម្មភាពរាល់ថ្ងៃហ្នឹងព្រោះកាលណាដែលយើងគេអត់គ្រប់គ្រាន់កម្លាំងយើងអត់មានយើងសម្រាប់អត់គ្រប់គ្រាន់ទេអារម្មណ៍របស់យើងចិត្តរបស់យើងហ្នឹងក៏វាអត់មានកម្លាំងកាហាយទៅធ្វើការដូចគ្នាហើយមួយទៀតរឿងញ៉ាំដែលវាអត់ត្រូវទៅតាមអាហារដែលយើងត្រូវញ៉ាំណាយើងញ៉ាំតែ fast food ឬក៏អាហារដែលអត់មានសុខភាពហ្នឹងក៏វាជួយតម្លាក់សុខភាពឬក៏បំផ្លាញសុខភាពយើងដូចគ្នាអញ្ចឹងតែពេលណាវាតម្លាក់សុខភាពឬក៏បំផ្លាញសុខភាពហើយកាតព្វកិច្ចឬក៏អត្រាដែលយើងត្រូវទៅបំពេញការងារហ្នឹងក៏វាធ្លាក់ទៅតាមហ្នឹងដូចគ្នាដែរណោះហើយអាហ្នឹងក៏វាពាក់ព័ន្ធជាមួយនឹងការអស់កម្លាំងដែរដែលយើងហៅថា burn out ភាសាអង់គ្លេសយើងណាហៅថា burn out ហ្នឹងឯងដូចជាវីដេអូមុនខ្ញុំនិយាយតាក់ទងទៅនឹង burn out រឿងអស់កម្លាំងហ្នឹងព្រោះតែពេលណាដែល burn out នឹងចូលខ្លួនមកយើងធ្លាក់ចូលទៅក្នុងអន្តៈហ្នឹងឯងសូម្បីតែការងារមិនការងាររបៀបមិនក៏ដោយស្រួលក៏ដោយពិបាកក៏ដោយតែយើងអស់ហើយគឺយើងពិបាកហ្នឹងបញ្ចេញទាំងកម្លាំងចិត្តរបស់យើងទៅធ្វើមែនតើអាហ្នឹងតើតើយើងត្រូវដោះស្រាយអា burn out ហ្នឹងចេញហើយបើសិនជាអ្នកនរនេះចង់ដឹងពីវិធីសាស្ត្រដោះស្រាយយើងអាចទៅមើលនៅវីដេអូរបស់ខ្ញុំបានខ្ញុំធ្វើការផុសឲ្យអ្នកនាងបានមើលហើយពីវិធីសាស្ត្រក៏ដូចជាមូលហេតុនៃ burn out เนาะចំពោះចំណុចទី4គឺខ្វះរង្វាន់លើកទឹកចិត្តខ្លួនឯងអញ្ចឹងចំណុចកន្លែងនេះក៏វារឿងសំខាន់ដែរដោយសារតែធម្មតាទោះបីជាយើងអត់មានរង្វាន់ធំដុំឲ្យខ្លួនឯងក៏យើងត្រូវតែមានរង្វាន់លើកទឹកចិត្តទូចមួយខ្លួនឯងហើយដូចជាយើងធ្វើការឬក៏សម្រេចកិច្ចការណាមួយយើងមានរង្វាន់ឲ្យខ្លួនឯងដូចជាការសម្រាកមើលរឿងឬក៏លេងហ្គេមអីតិចតួចឬក៏ធ្វើអីទៅខ្លួនឯងចង់ធ្វើអីចឹងទៅហើយកាលណាដែលយើងមានរង្វាន់ហើយលើកទឹកចិត្តហើយគោលដៅរបស់យើងមានទៀតវាធ្វើឲ្យយើងនឹងវាកាន់តែដឹងពីអីដែលយើងត្រូវធ្វើហើយគោលដៅដែលយើងត្រូវបំពេញដូចគ្នាយើងអត់ឆ្ងល់ថាថ្ងៃហ្នឹងខ្ញុំត្រូវទៅនេះទៅនោះឬក៏នឹងទៅដែរទេគឺយើងមើលឃើញផ្លូវយើងវែងឆ្ងាយទោះបីជាផ្លូវយើងវែងឆ្ងាយខុតខ្វាយមែនប៉ុន្តែយើងស្រឡឹងមើលឃើញគោលដៅយើងហើយយើងនឹងដើរទៅតាមផ្លូវណាដែលទៅដល់គោលដៅរបស់យើងដែរเนาะចំពោះចំណុចទី5គឺទម្លាប់នឹងផ្លូវចិត្តអញ្ចឹងចំពោះចំណុចកន្លែងនេះគឺវាតកតងជាមួយនឹងទម្លាប់របស់យើងសួរថាទម្លាប់របស់យើងថ្ងៃនេះយើងធ្វើទៅវាចំណេញដល់យើងឬក៏អត់ទេទម្លាប់ប្រកបណាខ្លះដែលយើងគួរការដូចជាលេងទូរស័ព្ទច្រើនចំណាយពេលអត់ប្រយោជន៍ច្រើនឬក៏រអ៊ូរទាំច្រើនអីចឹងទៅមួយទៀតគឺវាតកតងជាមួយនឹងផ្លូវចិត្តអញ្ចឹងធម្មតាតែផ្លូវចិត្តយើងល្អហើយអញ្ចឹងវាអាចនឹងជំរុញនៅបរិយាកាស
បង្កើននៅអាទំនុកចិត្តឬក៏ទឹកចិត្តរបស់យើងហ្នឹងឲ្យទៅធ្វើកិច្ចការណាមួយវាបានល្អប្រសើរឬក៏ទៀងទាត់អីចឹងទៅយើងធ្វើមិនសូវជាឆាប់ធុញឬក៏ឆាប់ហត់ជាមួយនឹងកិច្ចការដែលយើងត្រូវបំពេញហ្នឹងទេអញ្ចឹងខ្ញុំអរគុណខ្លាំងមែនទែនចំពោះវីដេអូថ្ងៃនេះសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តនោះហើយក៏អាចជួយដល់អ្នកនរគ្នាបានច្រើនគួរសមមកកម្រិតដែរហើយខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្ថែមទៀតនោះបាទបាយបាយអរគុណ